tiếpបំផុតដែលយើងអនុវត្តសប្តាហ៍នេះគឺ4%សម្រាប់គម្រោងជួយដល់ប្រតិបត្តិការនៅក្នុងវិស័យទេសចរនៅខេត្តសៀមរាបប៉ុន្តែបាននៅក្នុងខេត្តសៀមរាបមួយទេបាទចឹងបានថៃក៏ទៅមានពិសេសច្រើនណាស់ជាធនាគាររដ្ឋព្យាយាមចូលខ្លួនទៅដោះស្រាយអីដែលជា market failures បានន័យថាស្អីដែលទីផ្សារសេរីរបស់យើងនេះគាត់អត់ហ៊ានទៅបាទឬក៏ធ្វើអត់សូវបានដោយសារគាត់គិតថាទៅហានិភ័យខ្ពស់ពេលខ្ញុំនិយាយមិញចឹងបងសម័យមើល 4-10 ឆ្នាំមុនប្រហែលជាមិនដែលឮរឿងកម្ចីដល់ SME ទេឬទៅកម្ចីទិញដីទិញផ្ទះគេឲ្យទៅអ្នកដែលមានសាច់ប្រាក់ល្អអីចឹងណាគេគិតថាអានឹងវាហានិភ័យខ្ពស់អញ្ចឹងមកយើងក៏យល់ថាហានិភ័យខ្ពស់ដែរប៉ុន្តែជាធនាគាររដ្ឋជាធនាគារគោលនយោបាយអត់អាចរារែកបានទេ